បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទ Mr. AJ ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Monday Night Raw ដែលលេងនៅដើមសប្តាហ៍នេះចឹងសម្រាប់ Raw នៅក្នុងសប្តាហ៍នេះផងដែរគឺវាលក្ខណៈថាវាធម្មតាទេសាច់រឿងអត់មានអីធំដុំប្រមាណទេបែបគេទុកសប្តាហ៍ក្រោយចឹងទៅចឹងខ្ញុំនឹងប្រមូលផ្ដុំបន្តិចបន្តួចយកមកចែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះចឹងរងចាំតាមដានស្ដាប់ជាមួយនឹងការសង្ខេបរបស់ខ្ញុំបាទនៅពេលបន្តិចទៀតនេះចឹងសម្រាប់រនៅក្នុងសប្តាហ៍នេះផងដែរគឺលេងនៅក្នុងថ្ងៃច័ន្ទទី24ខែសីហាឆ្នាំ2026ហើយចឹងយើងជិតដាច់ខែទៀតហើយនៅក្នុងសប្តាហ៍នេះផងដែរគឺអត់មាន romance ទេហើយ set តាំងពីចប់ SummerSlam មកចាញ់ romance ហ្នឹងក៏បាត់ស្ងាត់ឈឹងទៀតចឹងរវាអត់មានអីច្រើនក្រៅពីសាច់រឿងបោះ Bloodline ទេហើយចឹងបើកឆាកមកជាមួយនឹងការបង្ហាញខ្លួនរបស់ LA Knight គេឡើងមកដល់លើសង្វៀនអញ្ចឹងណាអួតខ្លួនឯងចឹងទៅអាទិត្យមុនបានវាយ Roman ឲ្យដួលឲ្យសន្លប់អីចឹងទៅគេអួតគេចឹងណាគេថា Roman Reigns គឺអាទិត្យមុនហ្នឹងគឺត្រូវទ្រាំអីចឹងទៅហើយគេនិយាយថែមដល់ដែរថាតាមពិតទៅ Roman Reigns គឺយល់លេសទេថា LA Knight អត់មានបាយកភាពអត់មានវាយអីជំរុះផងចង់វាយមួយគាត់តាមពិតទៅដោយសារតែ Roman Reigns ខ្លាចគាត់ហ្នឹងណាបើអត់ព្រមឲ្យគាត់មានបាយកភាពប្រកួតសោះហើយចឹងនិយាយចុះនិយាយឡើងក៏ solo ចេញមកម្ដងក៏ឌឺដែរហ្នឹងណាលក្ខណៈថាអាទិត្យមុនអីចឹងបានប្រក្រាបប្លត់ឡាញអីចឹងទៅហើយឆ្លោះជាមួយបងប្អូនឯងសោះក៏អួតដែរហើយ solo ហ្នឹងគឺឌឺខ្លាំងមែនទែនគឺអា warning shot របស់ជេវសូហ្នឹងគឺយកទៅជារឿងកំ pl ៃចឹងទៅភីវអញ្ចឹងណាអញ្ចឹងក៏ទៅអ៊ូសូចេញមកដល់ខឹងថាពីអាទិត្យមុនថា solo ហ្នឹងគឺកាន់តែភ្លើខ្លាំងហើយវាយបងប្អូនខ្លួនឯងដើម្បីជួយអ្នកដទៃហើយចឹងទៅក៏ណាត់គ្នាវាយតែម្ដងគឺសម្រាប់បិទបញ្ចប់រនៅក្នុងសប្តាហ៍នេះគឺ LA Knight ត្រូវចាប់ដៃជាមួយ Solo Sikoa ប្រកួតជាមួយនឹង The Uso Jimmy ហើយនិង Jey Uso ចឹងបន្ទាប់មកទៀតមកដល់ការប្រកួតជម្រុះ Tournament សម្រាប់ការប្រកួតដណ្ដើមយក World Heavyweight Champion នៅរឯប្រទេសមេស៊ីកូហើយចឹងសម្រាប់សប្តាហ៍នេះគឺបានដល់វគ្គ Semi Final ហើយនៅក្នុងសប្តាហ៍នេះក៏រកបានបេក្ខភាពចំនួន2នាក់ដើម្បីទៅប្រកួតនៅ Final ផងដែរចឹងអ្នកឈ្នះដំបូងគឺ Rey Fenix ដែលយកឈ្នះទៅលើ Dragon Lee ហើយសម្រាប់មួយគូទៀតហ្នឹងគឺ Penta យកឈ្នះទៅលើ La Parka ហើយចឹងគឺទីបំផុតគឺបងប្អូនគាត់បានប៉ះគ្នាហើយបងប្អូនបង្កើត Rey Fenix ហើយនឹង Penta គឺបានប៉ះគ្នានៅវគ្គ Final ហើយចាំមើល Penta ហើយនឹង Rey Fenix ពីណាគេបានប៉ះជាមួយ Roman ទៅដើមយក World Heavyweight Champion ជាកិត្តិយសមែនទែនបើសិនជា Penta ឈ្នះគឺគាត់លក្ខណៈថាបានបេក្ខភាពមែនទែនហ្មងបានប្រកួតជាមួយអ្នកខ្លាំងគឺ Roman Reigns ហ្នឹងឯងចឹងបន្តមកទៀតមកដល់ការចុះកុងត្រាការប្រកួតសម្រាប់នៅ Sunday Night Main Event រវាង Oba Femi ប្រកួតជាមួយនឹង Bron Breakker ហើយការចុះកុងត្រានេះផងដែរក៏ចូលរួមជាមួយនឹង Paul Heyman ឡើងមកដែរចឹងឡើងមកដល់ចឹងទៅក៏ Bron Breakker មិនទាន់បានចុះហត្ថលេខាទេមកអង្គុយតុកជុំគ្នាចឹងទាំង Oba Femi ចឹងទៅចឹងក៏មកដល់ក៏ឌឺដងអញ្ចឹងថាតាមពិតទៅបើអត់មាន Oba Femi ទេគឺគាត់ខ្លាយជាអ្នកខ្លាំងយូរហើយខ្លាយជា future របស់ WWE អញ្ចឹងទៅកាលពី 8-9 ខែមុននិយាយទៅគាត់ចង់និយាយថាឆ្នាំមុនគឺគាត់កាន់កាប់នៅរតែម្ដងសាច់រឿងទាំងមូលគឺរបស់គាត់យកតែម្ដងគាត់ថារហ្នឹងគឺគាត់អ្នកដំណើរការទាំងអស់តាំងពីគាត់ក្បត់ទៅលើ set មកគឺគាត់ហាក់បីដូចជាអ្នកដែលខ្លាំងមួយអញ្ចឹងណាអត់គួរណា Oba Femi មកគឺធ្វើឲ្យគាត់ហ្នឹងខ្លាយទៅជាលំដាប់ទៀបជាង Oba ទេដោយសារតែ Oba ឈ្នះប្រកឈ្នះអីចឹងទៅចឹងឌឺគ្នាចុះឌឺគ្នាឡើងក៏ចុះហត្ថលេខាចឹងទៅតែមិនទាន់បានចុះហត្ថលេខា Oba Femi ទេក៏ Bron Breakker វាយផងឲ្យ Theory ជួយផងចុងក្រោយគឺអត់ទាន់បាត់ស្ពាទេក៏ស៊ីរបស់ Oba ព្រោះឲ្យ Oba យ៉ាងលះដែរចឹងណាហើយក៏ចុះហត្ថលេខាបានសម្រេចចឹងសម្រាប់នៅកម្មវិធី Sunday Night Main Event ដូចជាខែក្រោយដើមខែក្រោយគឺ Oba Femi គឺនៅត្រូវប្រកួតជាមួយនឹងBron Breakker ជាផ្លូវការហើយយើងចាំមើលទាំងអស់គ្នាថានរណាគេសមជា future នៅ WWE ឬក៏អនាគតថ្មីនៅ WWE ហ្នឹងឯងចឹងមកដល់ backstage ចឹងទៅ Jimmy និង Jey Uso ត្រៀមខ្លួនឡើងប្រកួតសម្រាប់វគ្គបញ្ចប់នៅ Raw នេះចឹងណាក៏ Jacob Fatu មកឈរក្បែរហ្នឹងចឹងទៅចឹង The Uso ក៏ខឹងទៅលើ Jacob Fatu ចឹងណាថាអាទិត្យមុនមិនបានអត់ព្រមចូលជួយសោះនៅឈរទៅអីឲ្យពួក LA Knight នឹងវាយពួកគាត់ឡើងទ្រាំអញ្ចឹងណាចឹងJacob Fatu ឆ្លើយចម្លើយដូចអីដែលខ្ញុំបាននិយាយមែនអាទិត្យមុនខ្ញុំថាអាជ័យហ្នឹងគេឲ្យយាមចការឥឡូវកោស៊ីតំណាមអស់ហើយក៏អត់ខ្វល់ដែរដោយសារគេឲ្យយាមទៅចការទេអត់មែនឲ្យដេញគោចេញណា
ហើយយើងចេះកប់បាទូក៏គាត់និយាយដូចខ្ញុំគិតដែរគាត់និយាយថាដោយសារតែ Roman គឺឲ្យនៅស្ងៀមកុំធ្វើអីឲ្យសោះចាំគាត់ចេញជាអញ្ចឹងទៅគេវាយ Roman នឹងចង់ងាប់អីតចាំ Roman ចេញជាបានជួយ Roman អញ្ចឹងអានេះហៅថាអជ័យតែយើងមើលទៅចេះកប់បាទូគឺគាត់នៅតែស្មោះស្ម័គ្រជាមួយ Roman ឡើយទេហើយចាំមើលអាទិត្យក្រោយ Roman បង្ហាញខ្លួនមក Roman នឹងមកគាត់នឹងនិយាយអីជាមួយនឹងចេះកប់បាទូខ្លះចាំមកដល់គូបញ្ចប់តែម្ដងគឺជាការប្រកួតរវាង The Uso ជាមួយហើយនឹង Jey Uso ត្រូវប្រកួតជាមួយនឹងLA Knight ហើយនឹង Solo Sikoa សម្រាប់ការប្រកួត Tag Team នេះគឺវាយគ្នាបានមកប្រើស្រាប់តែ Roy Key បង្ហាញខ្លួនមកមានពាក់មុខពាក់អីណាពាក់ម៉ាស់ដូច gangster អញ្ចឹងណាចាំមកដល់ក៏វាយ Jey Uso ហើយមិនត្រឹមតែវាយ Jey Uso ទេវាយទាំង LA Knight ទៀតហើយនាំកូនចៅមក2នាក់ទៀតមានធំដល់ហើយមកពីខាង NXT គឺក្រុម OTM កាលមុនអញ្ចឹងណាខ្ញុំមិនសូវស្គាល់ទេគាត់ថា2នាក់ហ្នឹងគឺមានធំមែនតើគឺមកបានបង្ហាញខ្លួនជាលើកដំបូងនៅ Raw ហើយមកធ្វើជាកូនចៅជាមួយនឹង Roy Key 3នាក់ហ្នឹងគឺដើរមួយគ្នាសមមែនតើអញ្ចឹងមកដល់ខ្ញុំដំបូងគិតថាមកវាយតែ The Uso ទេប៉ុន្តែចុងក្រោយគឺវាយទាំង Solo វាយទាំង LA Knight ទៀតចាប់លើក Jimmy បោកលើតុអីចឹងណាលក្ខណៈថាមកនេះគឺ Roy Key ឥឡូវគឺដើរតួខូចហើយខូចមកទៅហឹងតែម្ដងអានេះគឺលក្ខណៈថាចាំមើលមានសាច់រឿងអីបន្ទាប់ទៀតជាមួយនឹង Roy Key ហ្នឹងថាមិនត្រូវ World Game អីអាចប៉ះគ្នានៅក្នុងទ្រុងជាមួយ Roman អីចឹងក៏ថាបានដែរតែចាំមើល Roy Key ប៉ះ Roman អេហ្មងគេចង់ឲ្យឃើញប៉ះយូរហើយប៉ុន្តែដោយសារគាត់កលាកររៀងរីរងតែឥឡូវគាត់ upgrade ឡើងខ្លួនឯងទៅជា turn heel ហើយចឹងខ្ញុំគិតថាមិនយូរទេបានប៉ះជាមួយ Roman ហើយចឹងអ្នកទាំងអស់គ្នាសម្រាប់វីដេអូសង្ខេបជាមួយនឹងកម្មវិធី Monday Night Raw គឺបានបិទបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំសង្ខេបតិចតួចទេសាច់រឿងស្អីៗគឺខ្ញុំក៏វត្តចោលអស់ហើយដោយសារខ្ញុំអត់ដែរតាមដានចឹងខ្ជិលនិយាយណាចុះបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរចឹងចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតចឹងវីដេអូនេះពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា